ខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះពូស្រួចដែលរស់នៅក្នុងខេត្តសៀមរាបហើយខ្ញុំបាទមានចំណូលចិត្តទៅលើផ្នែកបរិស្ថានទាក់ទងទៅលើការទស្សនាសត្វស្លាបថតសត្វស្លាបហើយនិងផ្ដិតយករូបភាពផ្សេងៗអញ្ចឹងថ្ងៃនេះដែរខ្ញុំបានទទួលបានផ្ដិតយកខ្សែវីដេអូមួយទាក់ទងនឹងត្រដៀវតូចជាភាសាអង់គ្លេសឈ្មោះថា Little Green Bee Eater ចឹងសត្វមួយប្រភេទនេះគឺវាជួយទៅដល់ការរក្សាលំនឹងបរិស្ថានទៅលើសត្វល្អិតដូចជាមេអំបៅកន្ទុំរុយហើយនិងឃ្មុំដែលសត្វល្អិតមួយចំនួនផ្សេងទៀតដែលបង្កផលប៉ះពាល់ទៅលើដំណាំកសិករបងប្អូនដូចជាស្រូវស្រែចម្ការអីផ្សេងអញ្ចឹងសត្វមួយប្រភេទនេះគឺជួយរក្សាលំនឹងទៅលើបរិស្ថានជួយបានមួយផ្នែកដែរអញ្ចឹងបងប្អូនសូមចូលរួមទស្សនាថែរក្សាទាំងអស់គ្នាហើយសត្វនេះដែរមានដងខ្លួនទាំងមូលស្ទើរតែពណ៌បៃតងបន្ទូលក្បាលនិងកញ្ចាំងកពណ៌ត្នោតមានប្រឡៅកខ្មៅកន្ទុយលយវែងលេចចេញនៅផ្នែកកណ្ដាលកន្ទុយមជុលសំឡេងតែមួយបែបជាប់គ្នាទ្រីតនៅពេលដែលមានអាសន្នវាបន្លឺសំឡេងធីទីជំរកតំបន់វាលលំហស្ងួតដំណាំកសិកម្មជីវសាស្ត្រធ្វើសម្បុកនៅក្នុងរណ្ដីចាប់ឃ្មុំនិងសត្វល្អិតផ្សេងទៀតជាអាហាររបាយវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែកុម្ភៈដល់ខែឧសភាចឹងសត្វមួយប្រភេទនេះដែរគឺជាសត្វដែលល្អសម្រាប់សូមបងប្អូនទាំងអស់គ្នាថែរក្សាបរិស្ថានរស់នៅស្អាតបរិស្ថានស្អាតទៅណាមកណាត្រូវតែរក្សាបរិស្ថានឲ្យបានល្អដូចជាសម្រាមផ្លាស្ទិកខ្ញុំបាទសូមអរគុណសូមជម្រាបលាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាខ្សែវីដេអូមួយនេះ